សូមចូលរួមជាយោបល់បន្តិចបាទអំពីកិច្ចការយោធាប៉ុន្តែដែលខ្ញុំជៀសវាងនិយាយមិនឲ្យប៉ះពាល់ទៅដល់ប្រតិបត្តិការខាងកម្ពុជាអីទេបាទប៉ុន្តែដោយសារតែមានប្រិមិត្តច្រើនសួរមកខ្ញុំហើយសម្ដែងការព្រួយបារម្ភបាទសម្ដែងការព្រួយបារម្ភហើយខ្ញុំមិនមែនជាការសូត្រតាមរដ្ឋាភិបាលកម្ពុជាទេក៏ប៉ុន្តែជាចំហផ្ទាល់ខ្លួនរបស់ខ្ញុំគឺខ្ញុំយល់ថាបាទពលរដ្ឋកម្ពុជាគួរតែជឿជាក់ទៅលើការដោះស្រាយបញ្ហានេះរបស់រដ្ឋាភិបាលកម្ពុជាបាទគាត់មានចំណុចជាច្រើនដែលអាចនឹងធានាបាននៅសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបាទដូច្នេះបើខ្ញុំនិយាយតែមួយម៉ាត់ប៉ុណ្ណេះគឺប្រជាពលរដ្ឋមួយចំនួនប្រហែលជាអាចយល់ថាខ្ញុំសូត្រតាមអញ្ចឹងអត់មានអ្វីជាអំណះអំណាងអញ្ចឹងឥឡូវដើម្បីគ្រប់គ្រងអំណះអំណាងនេះខ្ញុំសូមចែករំលែកចំណុចមួយចំនួនដែលខ្ញុំសង្កេតឃើញដែលធ្វើឲ្យខ្ញុំសន្និដ្ឋានរហូតដល់ខ្ញុំនិយាយបែបនេះជាមួយនឹងប្រិមិត្តណាអញ្ចឹងដោយខ្ញុំសូមចែករំលែកដោយមិនធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចការដែលកម្ពុជាកំពុងតែអនុវត្តទេបាទទី1គឺខ្ញុំឃើញការរៀបចំបាទការទប់ទល់ជាមួយនឹងខាងថៃនៅពេលនេះបាទខ្ញុំឃើញទោះបីជាកម្ពុជាមិនបានមានចេតនានៅក្នុងការប្រយុទ្ធក៏ដោយក៏ប៉ុន្តែការរៀបចំគឺមានលក្ខណៈខ្ញុំជឿថាល្អជាងមុនដែលពីមុនមកគឺបាទគឺសូម្បីតែនៅខាងក្រៅប្រទេសនេះសារព័ត៌មានប្រចាំប្រទេសតែម្ដងអ្នកវិភាគប្រចាំប្រទេសតែម្ដងគាត់ថាលើកទី1នោះគឺកម្ពុជាមិនបានត្រៀមខ្លួនមិនបានរំពឹងថាថៃលេងសាហាវដល់ថ្នាក់នោះទេក៏ប៉ុន្តែលើកនេះទោះបីជាមានការបញ្ញាយ៉ាងណាក៏ដោយខ្ញុំខាងអ្នកជំនាញឬក៏ខ្ញុំក៏មើលឃើញថាកម្ពុជាគឺមានការដកសង្កបទពិសោធន៍ពីលើកមុនគឺមានការត្រៀមបាទដើម្បីការពារទឹកដីហ្នឹងគឺល្អប្រសើរបាទនឹងចំណុចទី1ណាហើយចំណុចទី2គឺហេតុអ្វីបានជាខ្ញុំនិយាយអញ្ចឹងហើយពីព្រោះខ្ញុំមើលតាមរយៈវីដេអូដែលថៃគាត់បង្ហោះខ្លួនឯងការនិយាយរៀបរាប់របស់ថៃខ្លួនឯងហើយមើលទៅហើយនឹងកត្តាភូមិសាស្ត្រខ្ញុំអាចនិយាយថាកត្តាភូមិសាស្ត្រគឺมันអាចនឹងធ្វើឲ្យមានរឿងរ៉ាវប្រយុទ្ធគ្នាទ្រង់ទ្រាយធំរហូតដល់បាទផ្លាស់ប្ដូរអីធំដុំអីនៅប្រទេសកម្ពុជានោះទេបាទពីព្រោះអីយើងមើលកត្តាភូមិសាស្ត្រព្រំដែនរវាងកម្ពុជាហើយនិងថៃគឺជាលក្ខណៈបច្ចេកទេសតាំងពីរៀបចំព្រំដែនតាំងពីសម័យបារាំងមកគឺយកភ្នំដងរែកនឹងជារបាំងបាទជាព្រំដែនអញ្ចឹងទៅដោយយកកំពូលភ្នំនឹងជាចំណុចជាពិសេសថា watershed កន្លែងទឹកខ្សែទឹកហ្នឹងគឺជានេះកំណត់អញ្ចឹងចំណុចដែលអាចចូលថ្មើរជើងចូលក្នុងប្រទេសកម្ពុជានឹងវាមានកំណត់មិនច្រើនទេអញ្ចឹងខ្ញុំមិននិយាយអស់ចំណុចណាគ្រាន់និយាយថាដើម្បីចូលក្នុងទឹកដីកម្ពុជាគឺត្រូវចូលតាមថ្មើរជើងបាទអញ្ចឹងចំណុចថ្មើរជើងហ្នឹងគឺវាមានកម្រិតមិនមានច្រើនទេរាប់មិនគ្រប់មួយរៀមដៃផងអញ្ចឹងมันអាចនឹងចូលមកបានទេអញ្ចឹងកម្ពុជាដាក់ចាំតែកន្លែងហ្នឹងទៅគឺអាចនឹងទប់បានហើយអញ្ចឹងដូច្នេះប្រិមិត្តកុំបារម្ភកន្លែងហ្នឹងបានច្រកចូលទ្វារចូលតិចណាបាទទ្វារចូលតិចខ្ញុំមិននិយាយដល់ចំណុចហ្នឹងនាំតែប៉ះពាល់ទេណាបាទអញ្ចឹងគឺគ្រាន់តែនិយាយដើម្បីឲ្យប្រិមិត្តមានទំនុកចិត្តកន្លែងហ្នឹងហើយចំណុចទី3ខ្ញុំមើលតាក់ទិចនៃការបាននិយាយដូចដឹងពេកតែបាទអូខេលើនិយាយចេះវិញចុះបាទខ្ញុំនិយាយចេះវិញខ្ញុំនិយាយថាក្បួនសឹករបស់ថៃគាត់ប្រើក្បួនអាមេរិកាំងបាទក្បួនអាមេរិកាំងគឺពេលដែលគាត់ឡើងទាំងវងតែម្ដងបាទគាត់ឡើងទាំងវងហើយមានកម្លាំង back up កម្លាំងគ្រប់គ្រងហើយមុននឹងឡើងគាត់បាញ់ផ្លោងឬក៏ទម្លាក់ដើម្បីគេថា softening the ground ធ្វើឲ្យស្ពាបការនៅខាងមុខនោះវាទុនបាទ softening the ground នឹងដើម្បីធ្វើហ្នឹងហើយខ្ញុំមើលតាមអ្វីដែលថៃប្រហោះខ្លួនឯងហ្នឹងគឺគាត់នៅប្រើតាក់ទិចនឹងដដែលហើយពីព្រោះចឹងមែនពីព្រោះតាមធម្មតាកាលណាយើងរៀនពីសាលាយ៉ាងណាគឺត្រូវតែអនុវត្តតាមហ្នឹងมันអាចនឹងដូរតាក់ទិចភ្លាមពេលប្រយុទ្ធហ្នឹងឯងអ្នកដែលមានសមត្ថភាពដូរតាក់ទិចភ្លាមទៅតាមសភាពការហ្នឹងមានតែពួកដែលគេទាហានពិសេសទេដែលគេអាចរៀនគ្រប់ស្ថានភាពសមរភូមិហើយគេមើលឃើញខាងថៃហ្នឹងអញ្ចឹងបើយើងមើល
តាក់ទិចរបស់ថៃក្បួនរៀនរបស់ថៃហ្នឹងប្រៀបធៀបជាមួយនឹងតាក់ទិចរបស់ខ្មែរដែលរៀនផ្សេងគ្រូផ្សេងហើយនៅស្ថានភាពភូមិសាស្ត្រហ្នឹងគឺផ្ដល់អំណោយផលទៅលើកម្ពុជាច្រើនជាងបាទផ្ដល់អំណោយផលទៅលើកម្ពុជាច្រើនជាងហើយបូកជាមួយនឹងកម្ពុជាជាអ្នករងចាំបាទជាអ្នករងចាំគឺដូចដែលធ្លាប់ដឹងហើយរូបមន្តគឺតទៅយក3មកវាយ1បាទទៅចូលផ្ទះគេហ្នឹងក៏ប៉ុន្តែបើតាមមើលអ្វីដែលថៃទៅគាត់ចង់សន្ធប់ចង់លើសនឹងទៀតក៏ប៉ុន្តែក៏ជឿថាកម្ពុជានៅតែអាចទប់ទល់បានបាទអាចទប់ទល់បានហ្នឹងហើយដូចបានខ្ញុំនិយាយអញ្ចឹងពីព្រោះខ្ញុំចង់និយាយដល់ចំណុចហ្នឹងតែលេងនិយាយមួយម៉ាត់ចោះបាទនិយាយមួយម៉ាត់ចោះគឺបាទ BM21 ហ្នឹងគោលបំណងរបស់វាគឺគេនៅក្នុងពាក្យបច្ចេកទេសខ្ញុំសួរមេទាហានមួយចំនួនណាគាត់និយាយបើទោះបីជាក្បួនវាគឺ700ម៉ែត្រគុណ700ម៉ែត្រពេលដែលបាញ់មកកញ្ឆែងទៅហ្នឹងណាមកសាវ៉ូវាហ្នឹងទៅគឺ40កន្លងហ្នឹងវាបាន700គុណ700ប៉ុន្តែពាក្យអ្នកនៅក្នុងយោធាគេច្រើននិយាយលេងថា1គីឡូ4ជុង1គីឡូ4ជុងអញ្ចឹងអាហ្នឹងគឺក្បួននៃការប្រើក្របហ្នឹងគឺដើម្បីទី1វាយបុកគេឬក៏វាយដកឬក៏កំទេចកន្លែងណាមួយបាទអញ្ចឹងហើយបានពេលខ្លះការប្រើហ្នឹងវាអាចជួយមានប្រសិទ្ធភាពបាទប្រសិទ្ធភាពផងដែរហើយដោយសំខាន់មកចំណុចទៀតទៅចុះបាទដើម្បីឲ្យប្រិមិត្តជឿហ្នឹងគឺអាវុធប្រភេទ BM21 ហ្នឹងគឺរបស់រុស្ស៊ីបាទរុស្ស៊ីគឺគាត់រៀបចំកំភ្លើងនឹងឡើងដើម្បីពេលដែលគាត់ប្រយុទ្ធជាមួយនឹងខាងប្រចាំប្រទេសបាទអញ្ចឹងដូចជាគាត់ដឹងថាតាក់ទិចប្រចាំប្រទេសគឺដូចថៃរកប្រើរាល់ថ្ងៃអញ្ចឹងគឺថ្មើរជើងឡើងទៅបន្តអញ្ចឹងបាទអ្នកប្រើ BM ហ្នឹងគឺរុស្ស៊ីគាត់រៀបចំឡើងដើម្បីទប់តាក់ទិចរបស់ខាងប្រចាំប្រទេសហ្នឹងអញ្ចឹងអាចដាក់ទៅគឺមកកញ្ឆែងហ្នឹងទៅអាចនឹងដួលរលំអីច្រើនអញ្ចឹងបាទអូខេសូមនិយាយតែប៉ុណ្្នឹងកុំខ្ញុំចង់ចូលជ្រៅពេកតាមតែប៉ះពាល់អញ្ចឹងបាទគឺការរៀបចំបាទខ្ញុំឃើញគឺមិនមែនអ្វីដែលជាការព្រួយបារម្ភទេបាទខ្ញុំនិយាយចង់ជ្រុលវិញបាទខ្ញុំមិនមែនចេះខ្លួនឯងនេះខ្ញុំសួរសម្ភារគេច្រើនហើយជាពិសេសនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនហ្នឹងបាទហើយឥឡូវខ្ញុំនិយាយជាសង្គ្រាមនៅអ៊ុយក្រែនវិញចុះបាទដូច្នេះការបាញ់យើងមើល HIMARS នៅចាំបានទេ HIMARS ហ្នឹងវាស្តៀងជាមួយនឹង BM21 ហ្នឹងបាទ HIMARS ហ្នឹងហើយប្រិមត្តខ្លះក៏បារម្ភថាចុះថៃគេហោះមកដើម្បីរកកន្លែងហ្នឹងទម្លាក់កំទេចអីហ្នឹងតើមិនដែរបាទតាមខ្ញុំយល់អត់ដល់កម្រិតហ្នឹងទេគឺពីព្រោះអីខ្ញុំមើលប្រហែលថ្ងៃហ្នឹងគឺថៃគាត់ហោះ F16 ហ្នឹងនៅក្នុងកម្រិតមួយដែលគាត់ខ្លាចដែរគាត់ខ្លាចហ្នឹងគឺអាចខ្លាចទី1ខ្លាចកម្ពុជាបាត់កាសមុទ្រដាក់ទម្លាក់ខ្លាចទី2គឺរំលោភជាមួយនឹងកិច្ចព្រមព្រៀងដែលទិញមកពីសហរដ្ឋអាមេរិកហ្នឹងគឺក្នុងគោលបំណង self defense ការពារទេបាទអញ្ចឹងគាត់រំលោភខ្លះពេលហ្នឹងគឺអាចនិយាយរួមគឺកម្ពុជាអាចផ្ដល់ហេតុផលដាក់គាត់បានក៏ប៉ុន្តែមិនទាន់ប្រើមិនដឹងយ៉ាងម៉េចខ្ញុំមិនដឹងណាប៉ុន្តែខ្ញុំឃើញប្រហែលថ្ងៃមុននេះគឺថៃគាត់នៅហោះ F16 ហ្នឹងនៅប្រយ័ត្ននៅឡើយគាត់នៅភ័យនៅខ្លាចប្រយ័ត្ននៅឡើយដោយសារស្ថានភាពយ៉ាងម៉េចដោយសាររឿងកងត្រាទិញហ្នឹងយ៉ាងម៉េចឬក៏យ៉ាងម៉េចខ្ញុំមិនដឹងច្បាស់ដែរណាប៉ុន្តែឃើញការប្រើហ្នឹងនៅមានកម្រិតមួយដែលគាត់មិនទាន់ហ៊ានប្រើខ្លាំងដែរហើយខ្ញុំនិយាយពីរឿង HIMARS វិញបាទអញ្ចឹងដូច្នេះគាត់អ្វីដែលគាត់រកហ្នឹងគឺដើម្បីរកទីតាំងយោធាដើម្បីទីតាំងក្របទីតាំងអីហ្នឹងទម្លាក់ហ្នឹងប៉ុន្តែខ្ញុំលើកបទពិសោធន៍ដោយមិននិយាយរឿងកម្ពុជាចុះបទពិសោធន៍នៅ HIMARS ហ្នឹងវាស្តៀង BM21 ហ្នឹងដែរគឺ HIMARS ពេលដែលអ៊ុយក្រែនគាត់ប្រើគឺគាត់បាញ់ប្រាវអញ្ចឹងទៅគាត់2នាទីមិនដល់2នាទីគាត់ចល័តចេញតែម្ដងអត់ចល័តចេញអត់នៅកន្លែងដដែលហ្នឹងទេពីព្រោះអីតាក់ទិញនៅក្នុងពេលហ្នឹងគឺពេលដែលគេប្រើហ្នឹងមកខាងទៀតត្រៀមរុស្ស៊ីក៏ត្រៀមណាបាទអាចថាថៃក៏ត្រៀមដែរក៏ត្រៀមអញ្ចឹងមកគឺពេលដែលបាញ់ប្រើពីព្រោះ BM21 ក្តី HIMARS ក្តីហ្នឹងវាមានភ្លើងខ្លាំងបាទទាំងថ្ងៃក៏ដោយភ្លើងខ្លាំងអញ្ចឹងគេអាចមាន satellite ឬក៏ drone គេមើលពីចម្ងាយមកគេដឹងរយៈចម្ងាយវាពី20ទៅ40គីឡូហើយចេញមកគេឲ្យតែ coordinate មួយផ្លែតយូរបំផុត15នាទីក្រោយគេផ្លង់មកវិញចំទីតាំងហ្នឹងបាទបើសិនជាមិនចល័តចេញទេអញ្ចឹងខ្ញុំដោយមិននិយាយប៉ះពាល់កម្ពុជាគឺខាងអ៊ុយក្រែនក៏ប្រើទិញហ្នឹង
តែនេះនឹងគឺគាត់អត់នៅទេបាទគាត់អត់នៅឲ្យគេមកផ្លោងបានវិញទេគឺគាត់បាញ់ឲ្យភ្លាមគាត់ចល័តភ្លាមអត់អាចឲ្យខូចខាតបានទេណាហើយដូចដែលខ្ញុំបានបង្ហាញរូបចឹងការបាញ់ 3M គេមិនមែនបាញ់ដូចពេលសំយុទ្ធទេគេបាញ់មួយគេដកថយដកអីហ្នឹងបាទអញ្ចឹងខ្ញុំសូមនិយាយប៉ុណ្្នឹងឯងបាទមិនឲ្យប៉ះពាល់ទៅដល់ប្រតិបត្តិការគេហើយខ្ញុំក៏មិនដឹងដែរការពិតខ្ញុំក៏មិនដឹងដែរប៉ុន្តែគាត់ថាឆ្លងតាមបទពិសោធន៍ដែលខ្ញុំធ្លាប់សួរសម្ភារបាទចាស់ហើយនឹងនៅខាងសហរដ្ឋអាមេរិកគេពិភាក្សាពីរឿងសង្គ្រាមនៅអ៊ុយក្រែននេះខ្ញុំយកមកប្រៀបធៀបគ្នាទៅឃើញថាកម្ពុជាមានប្រៀបបាទមានប្រៀបពីព្រួយបូកទាំងពីទីតាំងតាក់ទិចបាទទីតាំងបែបភូមិសាស្ត្រតាក់ទិចហើយនឹងការប្រើអាវុធប្រៃហ្នឹងគឺបាទកម្ពុជាមានប្រៀបជាងទេបាទអញ្ចឹងមិនមែនខ្ញុំនិយាយដោយសូត្រតាមមេសូត្រខាងរដ្ឋាភិបាលកម្ពុជាលោកថាឲ្យមានជំនឿខ្ញុំថាឲ្យមានជំនឿតាមដែរនោះគឺមិនមែនអញ្ចឹងទេបាទហើយចុងក្រោយនោះគឺខ្ញុំនិយាយម្ដងទៀតសម្រាប់ប្រិមិត្តហើយនឹងអ្នកដែលដូចថាគាត់ធ្លាប់គាត់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហើយគេចូលស្ដាប់ច្រើនហ្នឹងគឺគួរតែពេលហ្នឹងគួរតែងាកមកនិយាយដើម្បីជួយកម្ពុជាយើងសិនទៅពីព្រោះអីបើថាយើងមិនគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាក៏ដោយក៏ប៉ុន្តែយើងទៅគិតអំពីប្រជាពលរដ្ឋបាទប្រជាពលរដ្ឋនៅពេលនេះគាត់ព្រួយបារម្ភគាត់ភ័យណាស់បាទគាត់ភ័យពីបញ្ហាសុខភាពរបស់គាត់ហ្នឹងបាទគាត់ខ្លាចការអូសបន្លាយការប្រយុទ្ធគ្នាហ្នឹងនៅវែងឆ្ងាយដូច្នេះប៉ះពាល់អីច្រើនបាទអញ្ចឹងដូច្នេះបើកាលណាយើងបាននិយាយអ្វីដែលមិនកុហកនិយាយការពិតក៏ប៉ុន្តែក៏ត្រូវតែលើកទឹកចិត្តរបស់គាត់ដល់គាត់ទៀតអានឹងមួយគឺជាការចូលរួមចំណែករបស់បងប្អូនទាំងអស់គ្នាផងដែរបាទដូចខ្ញុំអញ្ចឹងគឺខ្ញុំអត់មានផលប្រយោជន៍អីទេបាទខ្ញុំឃើញប៉ុណ្ណឹងខ្ញុំនិយាយនឹងខ្ញុំជឿថាប្រិមិត្តអាចទទួលយកបាននៅការចែករំលែករបស់ខ្ញុំដើម្បីលើកទឹកចិត្តខ្លះផងដែរក៏ប៉ុន្តែមិនមែនបាទកុហកពូតផលអីនឹងទេបាទអញ្ចឹងគឺជាការចូលរួមចំណែករបស់ខ្ញុំបានប៉ុណ្ណឹងហើយដោយមិនឲ្យធ្វើប៉ះពាល់អ្វីទេបាទ